នាងជាទីមេត្រីនៅវេលាម៉ោង 9 ព្រឹកនេះបន្ទាប់ពីការចូលដាក់ញត្តិរបស់តំណាងសហគមន៍បឹងកក់នៅក្នុងសាលាអូតូរួចមកយើងឃើញថាបងស្រីសុភាក៏បានធ្វើសន្និសីទកាសែតខ្លីមួយតាក់ទងទៅនឹងបញ្ហាសកម្មជនដីធ្លីដែលត្រូវបានឃុំឃាំងនេះផងដែរចា៎នៅពេលនេះសូមតាមដានទស្សនានៅខ្លឹមសារនៃសន្និសីទកាសែតរបស់បងស្រីដូចតទៅចា៎ចាតផលចូលជួបថ្ងៃនេះក៏បានទទួលញត្តិតែមុនការទទួលញត្តិគាត់បានប្រាប់ថារឿងនឹងមកដល់ដៃគាត់ហើយគាត់បានដាក់ថ្ងៃសម្រាប់ឡើងសាវនាគឺថ្ងៃ22ខែ1 2015តែចំពោះខាងបងវិញបានស្នើសុំមកទៅខាងគាត់វិញនៅក្នុងញត្តិនេះគឺពួកខ្ញុំពន្លឿនឲ្យមានការឆាប់ឡើងសាវនាការព្រោះអីបើថ្ងៃ22គឺវាយូរមែនទែនដោយសារពួកគាត់កំពុងមានបញ្ហាសុខភាពខ្លាំងជាក់ស្ដែងដូចអ្នកស្រីផាន់ជុនរ៉េតបញ្ហាបេះដូងគាត់អាចកាំងពេលណាក៏បានដែរតែវាចម្លែកត្រង់ថាទីមកពីក៏ដឹកគាត់យកមកពេទ្យបែរជាថតសួរទៅវិញហើយម្សិលមិញថានឹងយកគាត់មកពេទ្យបេះដូងទៀតតែបែរជាអត់យកមកវិញអញ្ចឹងអ្វីដែលពួកខ្ញុំព្រួយបារម្ភគឺបញ្ហាអាយុជីវិតរបស់ពួកគាត់ហើយស្ត្រី8នាក់ដែលកំពុងតែធ្វើកតកម្មអត់អាហារនឹងគាត់បានមានសុខភាពកាន់តែខ្សោយទៅមានស្ត្រីមួយចំនួនគាត់ងើបអត់រួចមានអាការៈវល់ងើបអញ្ចឹងបញ្ហាសុខភាពគាត់កាន់តែដុនដាទៅប្រឈមមុខនឹងការបាត់បង់ជីវិតចុះខាងសាលាតមានពេលក្រោយពីស្ដាប់សំណើរបស់ខាងបងតែគាត់មានថាការឆ្លើយតបថានឹងសម្រួលឲ្យជូនបងយ៉ាងណាបាទនិយាយរួមទៅគាត់ចូលទៅមិញគាត់ថាគាត់នឹងជួយពន្លឿនហើយតែនេះបានគេបានដាក់ថ្ងៃហើយគេដាក់ថ្ងៃ22ខែ1នឹងតែខ្ញុំគិតថាវាជាការយូរមែនទែនសម្រាប់ពួកគាត់តែពួកគាត់កំពុងតែប្រឈមមុខនឹងការបាត់បង់ជីវិតហើយអ្វីដែលពួកខ្ញុំចង់បានឲ្យវាមានលឿនជាងនឹងតិចមកដើម្បីបញ្ជានឹងការបាត់បង់ជីវិតរបស់ស្ត្រីទាំង8នាក់នោះចាបងចូលជួបខាងណាដែរចូលខាងមិញហ្នឹងខាងរដ្ឋបាលលេខាធិការគេហ្នឹងគេបានសញ្ញាឲ្យតែវារៀងយូរបន្តិចតែមុននឹងគេមើលกระดาษគេបានឆ្លើយយើងមុនយើងដាក់នឹងទៀតណាអញ្ចឹងវាចម្លែកត្រង់ថាបើគេដាក់ថ្ងៃហើយគេក៏បានប្រាប់យើងអត់បានផ្ដល់ព័ត៌មានទៅវេទិកាហ្នឹងទេចាការចូលមិនប្រហែលដែរបងបាញ់ចូលមិញហ្នឹង5នាក់កូនស្រីទេវនីកូនស្រីបូចោវីកូនអ្នកស្រីនងស្រេងហើយនឹងកូនអ្នកស្រីកូនចន្ទថាតាមនៅថ្ងៃ22ខែ1ដល់បងសម្រាប់សាលាអូតូគេនឹងឲ្យសម្រាប់ថ្ងៃ22ខែ1ពេលដែលឡើងអូតូហ្នឹងខ្ញុំគិតថាបើសាលាអូតូគាត់កាត់កម្មនីតិវិធីរបស់ច្បាប់ពួកគាត់ត្រូវតែមានសេរីភាពពួកគាត់មានធ្វើខុសទេបើនិយាយពីច្បាប់បាតកម្មពួកគាត់មានសិទ្ធិសេរីភាពក្នុងការបិទផ្លូវក្នុងការរកដំណោះស្រាយតែបើនិយាយពីថាយើងនិយាយថាបើកាត់តាមអនុសាសន៍ខ្ញុំជឿជាក់ថាប្រហែលជាគាត់អត់មានសិទ្ធិធំទេព្រោះអនុសាសន៍ព្រោះអីស្ត្រីទាំង11អង្គអ្នកនោះគឺពួកគាត់ជារឿងនយោបាយសិក្សាការចាប់ពួកគាត់យើងមើលឃើញការចាប់តំណាងគណៈបកសង្គ្រោះជាតិតំណាងរាស្ត្រគឺជាការចាប់គម្រាមកំហែងឲ្យតំណាងរាស្ត្រសង្គមជាតិចូលទៅសភាឥឡូវបញ្ហាកោជបចាប់សកម្មជនដីធ្លីចាប់តំណាងរាស្ត្រគណៈបកសង្គ្រោះ